ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter x Hunter បន្តទៀតមិនយូរប៉ុន្មានពួកគេក៏ទៅដល់ទីនោះហើយនៅពេលនេះ Leorio ដឹងខ្លួនវិញហើយគ្រាន់តែប៉ោងមាត់មិនស្លាប់នោះទេបន្តមកទៀតចូលដល់ការប្រឡងដំណាក់កាលទី2គណៈកម្មការមាន2នាក់ម្នាក់មានឈ្មោះថា Banshee ចំណែកម្នាក់ប្រុសមានឈ្មោះថា Buhara ពីរនាក់ហ្នឹងក៏ជា Hunter ដែរប៉ុន្តែជំនាញខាងម្ហូបអាហារលើអញ្ចឹងបេក្ខជននាំគ្នាអស់សំណើចដោយសារតែពួកគេគិតថាវាមិនមែនជាជំនាញសំខាន់វិញ្ញាសាក្នុងការប្រឡងដំណាក់កាលទី2ហ្នឹងគឺតម្រូវឲ្យបេក្ខជនធ្វើម្ហូបឲ្យគណៈកម្មការទាំងពីរភ្លក់ហើយអត់ចាំយូរនោះទេគណៈកម្មការបានប្រាប់ឲ្យបេក្ខជនទាំងអស់ទៅរកជ្រូកមកដុតឲ្យគេញ៉ាំជ្រូកនៅតំបន់ហ្នឹងមិនមែនទៅទិញនៅផ្សារបានទេគឺចូលទៅចាប់នៅក្នុងព្រៃហើយមើលទៅពួកវាកាយកាច់ណាស់ស៊ីសាច់ជាអាហារនិយាយពីកម្លាំងរបស់ពួកវាវិញខ្លាំងស្បែកក៏តាន់មើលទៅមិនអាចចាប់ពួកវាបានឡើយក្នុងពេលតែមួយ Gon ក៏ត្រូវបានជ្រូកដេញផងដែរហើយចៃដន្យមានផ្លែឈើមួយចំនួនធ្លាក់ចំថ្ងាសរបស់វាធ្វើឲ្យវាមានការឈឺចាប់យ៉ាងខ្លាំងពេលហ្នឹង Gon ដឹងថាជ្រូកហ្នឹងមានចំណុចខ្សោយនៅលើថ្ងាសហើយគាត់បានប្រាប់បេក្ខជនផ្សេងទៀតឲ្យនាំគ្នាចាត់ការជ្រូកហ្នឹងបានយ៉ាងងាយបន្តមកបេក្ខជនទាំងអស់បានយកជ្រូកទៅអាំងដើម្បីឲ្យគណៈកម្មការភ្លក់សម្រាប់ Buhara ជ្រូកណាក៏ឆ្ងាញ់ដែរប៉ុន្តែសម្រាប់ Banshee វិញគ្រាន់តែមើលក៏ដឹងថាធ្វើខុសដែរពេលហ្នឹងក្រុមរបស់ Gon បាននាំគ្នាតុបតែងជ្រូករបស់គេរៀងៗខ្លួនក្រែងលោ Banshee ឲ្យតម្លៃទៅលើភាពស្អាតប៉ុន្តែនៅតែផ្គប់ចិត្ត Banshee បានយ៉ាប់ណាស់យីប៉ែហ្នឹងសរុបទៅ Banshee ឲ្យបេក្ខជនទាំងអស់ធ្លាក់ទាំងអស់គ្មានអ្នកណាជាប់ម្នាក់នោះទេការសម្រេចចិត្តរបស់ Banshee នៅពេលហ្នឹងធ្វើឲ្យបេក្ខជនមានការផ្ទុះកំហឹងជាខ្លាំងហើយនៅពេលហ្នឹងមានបេក្ខជនម្នាក់ឈ្មោះ Thodo បានស្ទុះទៅវាយប្រហារ Banshee តែត្រូវបាន Buhara សោយមួយដៃឡើងប៉ើងតាមពិតទៅ Banshee មិនមែនអត់ចេះក្បាច់គុនទេក្រុម Hunter ទោះបីជាមានជំនាញអីក៏ដោយក៏ចេះក្បាច់គុនដែរហើយខ្លាំងទៀតនៅពេលហ្នឹង Hisoka ប៊ីនឹងវាយប្រហារគណៈកម្មការពីរនាក់នឹងហើយប៉ុន្តែក៏ឈប់ទៅវិញដោយសារតែឮសំឡេងប្រកាសចេញពីកប៉ាល់ខ្យល់មួយដែលហោះនៅលើមេឃបន្ទាប់មកមានមនុស្សម្នាក់បានលោតចុះពីលើកប៉ាល់នឹងតែម្ដងអត់មានចុះតាមសម្រួលទេអ្នកដែលលោតចុះមកនឹងគឺជាលោកអ៊ំម្នាក់ដែលមានឈ្មោះថា Netero គាត់គឺជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើស Hunter ហើយគាត់មកនឹងគឺគាត់មកធ្វើអន្តរាគមន៍ដោយសារគាត់យល់ថាវិញ្ញាសារបស់ Banshee ដូចជាតាំងតែងពេកហើយពេលហ្នឹងគាត់បានឲ្យ Banshee រៀបចំវិញ្ញាសាថ្មីមួយទៀតហើយឲ្យ Banshee ចូលរួមធ្វើផងដែរដើម្បីបង្ហាញថាវិញ្ញាសារបស់នាងអាចធ្វើទៅបានបន្ទាប់មក Banshee បាននាំបេក្ខជនទាំងអស់ទៅកាន់ភ្នំមួយដែលប្រេះបែកជាពីរនៅជ្រលងភ្នំហ្នឹងមានសំណាញ់ជាច្រើនដែលសុទ្ធសឹងតែជាសំណាញ់របស់អន្ត្រីពីងពីងហើយនៅក្រោមសំណាញ់ហ្នឹងមានពងរបស់វាផងដែរនៅពេលហ្នឹង Banshee អត់និយាយច្រើនទេក៏លោតចុះទៅតង់សំណាញ់រួចហើយទម្លាក់ខ្លួនទៅយកពងអន្ត្រីពីងពីងមួយគ្រាប់បន្ទាប់មកនាងបានធ្លាក់ចុះទៅក្នុងជ្រោះតែម្ដងប៉ុន្តែនាងមិនអីនោះទេគឺដោយសារតែមានខ្យល់ជួយបត់នាងឡើងមកខាងលើវិញអាហ្នឹងគឺជាវិញ្ញាសាថ្មីដែល Banshee ចង់ឲ្យបេក្ខជនធ្វើតាមនាងបន្ទាប់មកក្រុមរបស់ Gon អត់ចាំយូរនោះទេក៏បានហក់ចុះមុនគេតែម្ដងហើយបេក្ខជនផ្សេងៗទៀតក៏លោតចុះទៅតាមក្រោយផងដែរក្រោយពីចាប់សំណាញ់បានទាំងអស់គ្នាហើយបន្តិចក្រោយមកមានបេក្ខជនម្នាក់បានទម្លាក់ខ្លួនចុះទៅយកពងអន្ត្រីពីងពីងមុនគេតែគួរឲ្យសោកស្ដាយគាត់ត្រូវបានធ្លាក់ស្លាប់ដោយសារតែអត់មានខ្យល់រុញគាត់ឡើងមកលើវិញពេលហ្នឹង Gon បានប្រើច្រមុះរបស់គាត់ហាត់ដើម្បីឲ្យដឹងថាពេលណាមានខ្យល់មកពេលហ្នឹងគ្រោះថ្នាក់ណាស់ដោយសារតែសំណាញ់មិនអាចត្រពួកគាត់បានយូរទៀតទេបើសិនជាអត់មានខ្យល់មកទេពួកគេនឹងត្រូវធ្លាក់ស្លាប់ទាំងអស់គ្នាសំណាងនៅពេលហ្នឹងនៅពេលដែលសំណាញ់ចិត្តដាច់មែនតែន Gon បានប្រាប់គ្នារបស់គាត់ឲ្យទម្លាក់ខ្លួនចុះបេះបានពងអន្ត្រីពីងពីងម្នាក់មួយគ្រាប់ហើយខ្យល់បានបក់ពួកគេឲ្យឡើងមកលើវិញក្រោយមកពួកគេបានយកពងអន្ត្រីទាំងនោះមកស្ងោរញ៉ាំយ៉ាងឈ្ងុយឆ្ងាញ់ហើយនៅពេលនេះបេក្ខជនដែលនៅសេសសល់កំពុងតែធ្វើដំណើរទៅកាន់កន្លែងប្រឡងដំណាក់កាលទី3ហើយនៅតាមផ្លូវ Gon បាននិយាយគ្នាលេងជាមួយនឹង Killua ដែលជាមិត្តភក្តិរបស់គាត់និយាយចុះនិយាយឡើង Gon ក៏បានឆ្លៀតសួរពីប៉ាម៉ាក់របស់ Killua ចង់ដឹងថាពួកគាត់ធ្វើការងារអីចឹងទៅហើយ Killua បានឆ្លើយយ៉ាងធូរថាពួកគាត់គឺជាឃាតករស៊ីឈ្នួលដែលគេហៅថា Assassin ដូចអញ្ចឹង Gon ក៏ជឿភ្លាមអត់មានគិតថា Killua និយាយលេងទេធ្វើឲ្យ Killua យល់ថា Gon ជាមនុស្សប្លែកគេធម្មតានៅពេលដែល Killua ប្រាប់គេថាគ្រួសាររបស់គាត់ជាឃាតករម្នាក់គិតថាគាត់និយាយលេង Killua និយាយប្រាប់ Gon ថាមូលហេតុដែលគាត់រត់ចេញពីផ្ទះគឺដោយសារតែប៉ាម៉ាក់របស់គាត់ចង់ឲ្យគាត់ស្នងតំណែងធ្វើជាឃាតករកំពូលប៉ុន្តែគាត់អត់ចូលចិត្តឲ្យប៉ាម៉ាក់របស់គាត់ចាត់ចែងជីវិតរបស់គាត់ទេគាត់ចង់ចាត់ចែងជីវិតរបស់គាត់ខ្លួនឯងពេលដឹងអញ្ចឹងម៉ែហើយនឹងបងប្រុសរបស់គាត់ខឹងជាមួយគាត់ណាស់រហូតដល់ថ្នាក់ឆ្លោះគ្នាថែមទៀតផងតទៅពេលអញ្ចឹងគាត់ចាក់ម៉ែហើយនឹងបងប្រុសរបស់គាត់រួចហើយចេញមក Killua និយាយទៀតថាពេលដែលគាត់ខ្លាយទៅជា Hunter គាត់នឹងតាមសម្លាប់គ្រួសាររបស់គាត់ចោលទាំងអស់ដើម្បីយកប្រាក់រង្វាន់បន្ទាប់មកលោកអ៊ំ Netero បានដើរកាត់ទីនោះដោយសារតែគាត់ដេកអត់លក់ហើយបប៊ូ Gon និង Killua លេងហ្គេមជាមួយគាត់បើសិនជា Gon និង Killua ឈ្នះគាត់នឹងឲ្យពួកគេខ្លាយទៅជា Hunter ដោយស្វ័យប្រវត្តិលក្ខណៈនៃការលេងគឺងាយយល់ទេឲ្យតែពួកគេទៅដើមបាល់ពីដៃរបស់គាត់បានពួកគេនឹងឈ្នះហើយពួកគេមានឱកាសចាប់ពីម៉ោង11យប់នឹងរហូតដល់ម៉ោង8ភ្លឺចាប់ផ្ដើមឡើង Killua បានសុំចូលលេងមុនតិចនិចដែលគាត់ប្រើមុនគេគឺនៅពេលនោះគេហៅថា Rhythm Echo ដែលជាតិចនិចម្យ៉ាងប្រចាំតកូលរបស់គាត់អាតិចនិចមួយនឹងគឺគាត់ដើរយឺតតែប៉ុណ្ណោះប៉ុន្តែមើលទៅដូចគាត់ចេះបាញ់ភាគអញ្ចឹងលោកអ៊ំ Netero ក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរនៅពេលដែលឃើញ Killua នៅក្មេងសោះចេះប្រើតិចនិចហ្នឹងនៅពេលនោះ Killua បានព្យាយាមចូលទៅដើមបាល់ពីលោកអ៊ំ Netero ប៉ុន្តែលោកអ៊ំ Netero ពិតជាកិច្ចលឿនណាស់ Killua ទៅដើមបាល់អត់បានសម្រេចនោះទេដល់ពេលអញ្ចឹង Killua ចង់លេងខូចចូលទៅទាត់បំបាក់ជើងលោកអ៊ំ Netero តែម្ដងប៉ុន្តែបែរជាឈឺជើងរបស់ខ្លួនឯងទៅវិញដោយសារតែជើងរបស់លោកអ៊ំ Netero ពិតជាតាន់ណាស់ដូចដែកថែមអញ្ចឹងមួយម៉ោងក្រោយមកទាំង Gon និង Killua អត់ទាន់មានអ្នកណាអាចទៅដើមបាល់ពីលោកអ៊ំ Netero បាននោះទេហើយក្រោយមកទៀតលោកអ៊ំ Netero ក៏អនុញ្ញាតឲ្យពួកគេទាំងពីរចូលទៅដើមបាល់គាត់ក្នុងពេលតែមួយតែម្ដងនៅពេលនោះ Gon ឆ្លាតបានប្រើស
ស្បែកជើងរបស់គាត់ទាត់បាល់ឲ្យបានឆ្ងាយហើយពួកគេទាំងពីរនាក់បានរួមគ្នាទៅដាំបាល់ពីលោកអ៊ំណេតារ៉ូប៊ីនឹងបានទៅហើយប៉ុន្តែចុងក្រោយលោកអ៊ំណេតារ៉ូបានដាក់ស៊ុបពើទៅដាំបាល់បានមកវិញបន្ទាប់មកពីនឹងឃីឡូវ៉ាបានចុះចាញ់ហើយឈប់លេងប៉ុន្តែហ្គនវិញអត់ឈប់លេងទេនៅតែចង់សាកល្បងម្ដងទៀតពេលនោះឃីឡូវ៉ាដែលកំពុងតែក្តៅចិត្តផងបានស្ដីឲ្យហ្គនថាមិនបាច់ព្យាយាមទេអត់ប្រយោជន៍ទេពួកគេលេងមួយឆ្នាំទៀតក៏មិនអាចទៅដាំបាល់ពីលោកអ៊ំណេតារ៉ូបានដែរឃីឡូវ៉ាបានសួរហ្គនថាមានចាប់អារម្មណ៍អត់លោកអ៊ំណេតារ៉ូប្រើតែដៃម្ខាងជើងម្ខាងតែប៉ុណ្ណោះគាត់អត់ទាន់បានប្រើដៃស្ដាំនិងជើងឆ្វេងរបស់គាត់ផងលើអញ្ចឹងហ្គនក៏ថែមគោលដៅមួយទៀតបើសិនជាមិនអាចទៅដាំបាល់ពីលោកអ៊ំណេតារ៉ូបាននោះទេយ៉ាងហោចណាស់ក៏អាចបង្ខំឲ្យលោកអ៊ំណេតារ៉ូប្រើដៃស្ដាំរបស់គាត់បានដែរបន្ទាប់មកនៅពេលដែលឃីឡូវ៉ាដើរចេញទៅបាត់ហ្គនមកសួរលោកអ៊ំណេតារ៉ូពីក្បាច់ Rhythm Echo ដែលឃីឡូវ៉ាបានប្រើមុននឹងហើយលោកអ៊ំណេតារ៉ូប្រាប់ថាក្បាច់នឹងគឺជាក្បាច់ដែលពួកសង្គមងងឹតប្រើហ្គនកុំចេះអីល្អជាងពេលនឹងឆ្លៀតពេលដែលលោកអ៊ំណេតារ៉ូកំពុងតែភ្លេចខ្លួនហ្គនក្បាលខូចចង់ឈោងដៃទៅដាំបាល់ពីលោកអ៊ំណេតារ៉ូតែបានសម្រេចនោះទេតាមទៅមើលឃីឡូវ៉ាវិញនៅពេលដែលគាត់ដើរត្រឡប់ទៅកន្លែងដេកគាត់បានដើរប៉ះជាមួយមនុស្សពីរនាក់ដែលដើរមកបញ្ច្រាស់ផ្លូវគ្នានៅពេលហ្នឹងពីរនាក់ហ្នឹងអាងមេធំជាងចង់សម្លុតទាមទារឲ្យឃីឡូវ៉ាសុំទោសពួកគេតែឃីឡូវ៉ាដែលកំពុងតែខឹងចិត្តស្រាប់ផងសម្រាប់ពួកគេចោលយ៉ាងផុយត្រឡប់ទៅមើលហ្គនវិញនៅពេលដែលលេងដរាំបាល់ជាមួយលោកអ៊ំណេតារ៉ូកាន់តែយូរល្បឿនរបស់គាត់កាន់តែលឿនហើយនៅពេលហ្នឹងគាត់បានប្រើក្បាច់ថ្មីមួយគាត់បានយកក្បាលរបស់គាត់ទៅជល់លោកអ៊ំណេតារ៉ូតែម្ដងនៅពេលហ្នឹងលោកអ៊ំណេតារ៉ូមានជំរើសពីរទី1គឺពង្រឹងក្បាលពោះរបស់គាត់ឲ្យតាន់ដូចដៃដើម្បីបំបែកក្បាលរបស់ហ្គនទី2បើសិនជាគាត់ធ្វើក្បាលពោះគាត់ឲ្យទន់គាត់នឹងអាចត្រូវហ្គនបានជល់ស្លាប់ដល់ពេលអញ្ចឹងគាត់ក៏បង្ខំចិត្តប្រើដៃស្ដាំរបស់គាត់រុញហ្គនចេញដើម្បីឲ្យបានរួចខ្លួនទាំងអស់គ្នានៅពេលហ្នឹងទោះបីជាហ្គនជល់ជញ្ជាំងលំពកក្បាលក៏ដោយក៏គាត់នៅតែសប្បាយចិត្តដោយសារតែគាត់អាចបង្ខំលោកអ៊ំណេតារ៉ូប្រើដៃស្ដាំរបស់គាត់បាននៅពេលដែលឃើញហ្គនជាក្មេងឆ្លាតអញ្ចឹងលោកអ៊ំណេតារ៉ូក៏ចូលចិត្តហ្គនខ្លាំងណាស់ដែរគាត់បានតាក់ទងទៅកាពីតានកប៉ាល់ហោះឲ្យបន្ថយល្បឿនដើម្បីទុកពេលឲ្យហ្គនសម្រាប់ឲ្យបានយូរបន្តិចហើយសាច់រឿងភាគទី4របស់យើងក៏ចាប់តែប៉ុណ្្នេះផងដែរហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយហើយកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបើចុចរួចហើយជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបរិបូរណ៍រុងរឿងបាយបាយ